នេះគឺជា The Backroom ជាពិភពអាថ៌កំបាំងដែលអាចឲ្យលោកអ្នកធ្លាក់បានចូលដោយងាយៗហើយជាប់គាំងនៅក្នុងបន្ទប់ពណ៌លឿងដែលមានភាពស្ងាត់ជ្រងំហើយធំទូលាយគ្មានទីបញ្ចប់និងគ្មានច្រកចេញមួយដែលមានលក្ខណៈជាបន្ទប់ការិយាល័យទទេស្អាតគ្មានទីបញ្ចប់មានតែផ្ទាំងរូបភាពពណ៌លឿងចាស់កម្រាលព្រំសាមសើងនិងសំឡេងរំខានចេញពីអំពូលភ្លើងវាត្រូវបានគេស្គាល់ថាជា liminal space ដែលបង្កើតឲ្យមានអារម្មណ៍ឯកោភ័យខ្លាចនិងចម្លែកវាត្រូវបានបង្កើតឡើងដោយជនអនាមិកម្នាក់នៅក្នុងបណ្ដាញ 4chan ហើយក្រោយមកក៏មានអ្នកលេងអ៊ីនធឺណិតជាច្រើនបានចូលរួមសរសេរសាច់រឿងនេះបន្តគ្នាឲ្យកាន់តែល្បីល្បាញមនុស្សគ្រប់គ្នាទាល់តែអាចជាប់គាំងនៅទីនោះបានទាំងអស់មិនថាអ្នកជានរណាទេប្រសិនបើដើររអិលជើងឬធ្វេសប្រហែសក្នុងពិភពពិតអ្នកអាចនឹងធ្លាក់ចូលទៅក្នុងពិភពនោះជាក់ជាមិនខានហើយវាគឺជាពិភពមួយផ្សេងទៀតដែលស្ថិតនៅកំបាំងភ្នែកនិងនៅក្រៅពិភពពិតរបស់យើងវាបានចាប់ផ្ដើមល្បីនៅលើអ៊ីនធឺណិតក្នុងឆ្នាំ2019រឿងនេះកើតឡើងនៅពេលដែលមានគេបង្ហោះរូបភាពបន្ទប់ការិយាល័យពណ៌លឿងដ៏ស្ងាត់ជ្រងំមួយហើយអ្នកលេងអ៊ីនធឺណិតក៏ចាប់ផ្ដើមប្រឌិតរឿងភ័យរន្ធត់ភ្ជាប់ជាមួយរូបភាពនេះតគ្នាគេអាចធ្លាក់ចូលនៅក្នុង The Backroom តាមរយៈបាតុភូតមួយដែលគេហៅថា No Clip វាប្រៀបបាននឹងការคลิกនៅក្នុងហ្គេមដែលធ្វើឲ្យមនុស្សធ្លាក់ចូលទៅក្នុងជញ្ជាំងឬកម្រាលឥដ្ឋនៃពិភពពិតហើយក៏ចូលទៅក្នុងពិភព Backroom ប្រសិនបើជាអ្នកជាប់នៅក្នុង The Backroom រឿង4យ៉ាងនេះនឹងកើតឡើង1វង្វេងផ្លូវរហូតអ្នកនឹងដើរក្នុងបន្ទប់ពណ៌លឿងគ្មានទីបញ្ចប់ហើយរកច្រកចេញមិនឃើញ2ប៉ះពាល់ស្មារតីភាពស្ងាត់ជ្រងំនិងសំឡេងរំខានពីអំពូលភ្លើងធ្វើឲ្យអ្នកភ័យខ្លាចដល់បាត់បង់សតិ3ដាច់បាយទឹកគ្មានចំណីអាហារឬទឹកស្អាតសម្រាប់បន្តជីវិតទេ4ជួបសត្វចម្លែកមានសត្វចម្លែកកាចសាហាវលាក់ខ្លួនរងចាំតាមប្រមាញ់អ្នកបើសិនជាអ្នកទាំងអស់គ្នាធ្លាក់ចូល The Backroom ហើយមានផ្លូវ2ផ្លូវទី1គឺជាច្រកចេញដែលមានសង្សារចាស់នៅឈរចាំនិងផ្លូវមួយទៀតដែលជួបនឹងសត្វចម្លែកតើអ្នកទាំងអស់គ្នានឹងទៅផ្លូវណា Comment និងចែករំលែកមតិរបស់អ្នកទាំងគ្នានៅក្នុងវីដេអូខាងក្រោម